ខ្ញុំការចំពេលសង្គ្រាមហើយរងគេគួរហើយទាំងអស់រោងការរៀបចំរួចរាល់អស់ហើយតែកូនក្រមុំបានត្រឹមទឹកភ្នែកខណៈទាហានថៃវាយប្រហារមកលើទាហានកម្ពុជាបានផ្ទុះឡើងខ្លោចចិត្តអាណិតកូនកំលោះកូនក្រមុំដែលរស់នៅព្រំដែនកម្ពុជាថៃដល់ថ្ងៃចូលរោងការហើយតែមិនបានក្រាបដុំនោះទេព្រោះតែសង្គ្រាមខ្មែរថៃបានផ្ទុះឡើងនៅអានសេះតាក្របីនិងព្រះវិហារខណៈកូនកំលោះដែលជាអនាគតស្វាមីជាទាហានទៀតត្រូវចេញទៅការពារជាតិមាតុភូមិវីតាមីនក្រមុំ SOVF ធ្វើឲ្យស្ត្រីមានភាពជឿជាក់ដូចវ័យ20ឆ្នាំ Collagen ហារីសម្បុកត្រចៀកកម្មបានទាំងសុខភាពនិងសម្រស់ជំនួយដល់សក់ក្រចកឆ្អឹងសន្លាក់ធ្វើឲ្យគេងលក់ស្រួលជាពិសេសជួយឲ្យស្បែកសភ្លឺថ្លាម៉ត់រលោងចេញពីខាងក្នុងត្រឹមរយៈពេល7ថ្ងៃបើតាមភាគីខាងស្រីបានយំរៀបរាប់នៅមុខរោងការថាខ្ញុំការចំពេលសង្គ្រាមហើយរងគេគួរហើយទាំងអស់ខ្ញុំបែកគេពីសឹកដាក់ហើយអស់ហើយក្រោយឃើញកូនក្រមុំយំរៀបរាប់បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook ដកដួលរំជួលចិត្តយ៉ាងខ្លាំងដោយពួកគាត់បានចូលទៅលើកទឹកចិត្តនិងដាក់បណ្ដាសាទៅលើទាហានថៃថាពួកហែងនិងវិនាសសៀមទួលរែកយកចោះកម្ពុជាមានមែនពិតមិនចាំជាតិក្រោយឡើយ